សម័យនេះហើយទៅរករបស់ធម្មជាតិមកពីណាទៅរករបស់ធម្មជាតិមកពីណាបានសម័យនេះហើយដោយសារតែមានបងប្អូនខមមិនថាសម័យនេះហើយទៅរករបស់ធម្មជាតិមកពីណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើវីដេអូដើរព្រៃយកឃ្មុំចំនួន3សបុកហើយបងប្អូនចាំតាមដានទាំងអស់គ្នាមើលថាតើឃ្មុំចំនួន3សបុកហ្នឹងបានទឹកប្រមាណលីត្រតោះបងប្អូនតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នារូបភាពក៏បានកាត់មកដល់កន្លែងនេះក្រុមដើរព្រៃរកឃ្មុំរបស់ពួកខ្ញុំគឺបានប្រទះឃើញឃ្មុំព្រៃចង្អេរមកសបុកកំពុងតែទុំនៅលើដើមចំបក់ឃើញដូច្នេះហើយពួកយើងក៏មិនបង្អែបង្អង់យូរដែរគឺបងប្រុសរបស់ខ្ញុំចាប់ផ្ដើមរៀបចំធ្វើគប់ចងគប់មួយយ៉ាងមូលធ្លុំទឹកសម្រាប់ដុតបង្ហុយផ្សែងដើម្បីឡើងទៅយកឃ្មុំនៅលើចុងចំបក់មិនត្រឹមតែជាអ្នកធ្វើគប់ហើយក៏ថែមជាដង្ខៅត្រៀមឡើងយកឃ្មុំមកសបុកនឹងផងដែរងាកមកមើលពូហើយនឹងតាខ្ញុំគាត់កំពុងតែលីកូនឈើមកដើមឡើងប៉ុណ្ណាណីដើរសម្ដៅទៅកន្លែងដើមចំបក់នោះវ៉ាវដើមចំបក់មួយដើមនេះខ្ពស់ណាស់បងប្អូនអើយឆ្ងល់ឃ្មុំវាឆ្លាតណាស់បងប្អូនវាចូលចិត្តនៅតែកន្លែងដើមឈើណាធំធំខ្ពស់ខ្ពស់សម្រាប់ឃ្មុំមកសបុកនេះក្រុមដើរព្រៃរកឃ្មុំរបស់យើងទាំងអស់គ្នាគឺចែកការងារគ្នាធ្វើពូហើយនឹងតាខ្ញុំពួកគាត់ពីរនាក់មានតួនាទីពាត់ដើមឈើធ្វើជាបង្អោងសម្រាប់ជួយសម្រួលទៅដល់បងដង្ខៅនៅពេលដែលគាត់ចាប់ផ្ដើមឡើងទៅយកឃ្មុំជួយឲ្យគាត់ងាយស្រួលក្នុងការចាប់តោងឡើងដើមឈើនឹងឆាប់ទៅដល់ចុងប្រភេទទឹកឃ្មុំដែលខ្ញុំរកចេញពីព្រៃលក់ចែកជូនបងប្អូននឹងគឺជាប្រភេទទឹកឃ្មុំដែលនៅតាមដើមឈើធំធំខ្ពស់ខ្ពស់ដូចនៅក្នុងវីដេអូអញ្ចឹងណាបងប្អូនដើមឈើធំអញ្ចឹងណាបងប្អូនប្រសិនបើយើងអត់ធ្វើការចងពាត់កូនឈើផ្អោបពីលើបន្ថែមទេគឺដង្ខៅអត់អាចឡើងយកឃ្មុំមកសបុកលើដើមចំបក់នឹងបានទេព្រោះថាដើមចំបក់មួយដើមនេះធំមានទំហំធំមែនតែនមិនត្រឹមតែធំហើយខ្ពស់ទៀតណាបងប្អូនហើយចំណែកឯសបុកឃ្មុំវិញគឺនៅលើចុងចំបក់នឹងហ្មងបងប្អូនដែលថាខ្ញុំលក់ទឹកឃ្មុំថ្លៃណាស់ហ្នឹងបងប្អូនមើលឲ្យហើយណាបងប្អូនមើលរបៀបនៃការយករបស់ពួកយើងថាបថុយប្រឋានប៉ុណ្ណាបន្ទាប់ពីពូរបស់ខ្ញុំចាប់ផ្ដើមចងពាត់រួចរាល់អស់ហើយតាខ្ញុំក៏គាត់ចាប់ផ្ដើមជួយដុតគប់មានផ្សែងហុយបងដង្ខៅខ្ញុំក៏គាត់ចាប់ផ្ដើមរៀបចំពាក់អាវការ៉ាស់ដើម្បីឡើងយកឃ្មុំនៅលើចុងច្បក់នឹងតែម្ដងបងដង្ខៅគាត់ឡើងដើមឈើដោយប្រើម្រាមដៃដ៏ស្អិតដោយតុកកែរបស់គាត់ឡើងចាប់ដើមឈើតោងពីមួយកន្លែងទៅមួយកន្លែងដើម្បីយកខ្លួនរបស់គាត់ឡើងទៅលើចុងឈើរបរអាជីពមួយនេះណាបងប្អូនប្រសិនបើយើងហ៊ានតែភ្លាត់ស្នៀតតែបន្តិចធ្លាក់ទៅក្រោមដីគឺថាបើមិនស្លាប់ក៏ពិការដែរចុងឈើខ្ពស់ម្លឹងបងប្អូនហើយពេលដែលឡើងទៅដល់កន្លែងសបុកឃ្មុំហ្នឹងអាគប់ផ្សែងហ្នឹងវាចាប់ផ្ដើមបែកសាចហើយជះទៅកន្លែងសបុកឃ្មុំវាលោតស្រិកដោយសារតែវាធំក្លិនផ្សែងបងប្អូនហើយឃ្មុំខែនេះអត់ដូចឃ្មុំអំឡុងខែ2ខែ3ទេបងប្អូនឃ្មុំក្នុងអំឡុងខែ2ខែ3ស្លូតតិចអត់ឈឺទេប៉ុន្តែឃ្មុំក្នុងអំឡុងខែ4ខែ5ហ្នឹងគឺមហាសែនកាចយកតែមែនតែនតនិចវាតិចចេញមកធ្លុះស្បាច់ហើយចេញឈាមទៀតបងដង្ខៅប្រើគប់បោសសបុកឃ្មុំឲ្យឃ្មុំរត់ហើរខ្ចាត់ខ្ចាយពេញសបុកឃ្មុំបែកចេញពីសបុកអស់ហើយជាអាកាសល្អបងដង្ខៅគាត់ក៏បើកការ៉ូបធុងពេត្រូទាញយកកបិតហើយក៏ផ្អៀងខ្លួនផ្ដេកនៅលើដើមឈើហើយក៏ប្រើកាំបិតចិត្តលំអងហើយបន្តមកទៀតក៏ចិត្តក្បាលទឹកដាក់ចូលក្នុងធុងហើយចំពោះក្បាលទឹកវិញសម្រាប់ឃ្មុំមកសបុកនេះធំគួរសមដែរបងប្អូនហើយចំពោះរបៀបចិត្តក្បាលទឹកដាក់ចូលក្នុងធុងវិញគឺពួកយើងអត់អាចចិត្តយកដុំទាំងមូលទាំងអស់បានទេព្រោះដុំក្បាលទឹកវាធំអញ្ចឹងយើងត្រូវតែអង្គន់ចិត្តវាម្ដងតិចដើម្បីទម្លាក់ចូលធុងដូច្នេះហើយនៅពេលដែលបងប្អូនទិញដុំក្បាលទឹកឃ្មុំពីខ្ញុំគឺមិនដែរបានដុំមូលអញ្ចឹងទេនេះគឺជារបៀបយកពីដង្ខៅដែលគាត់បានយកឃ្មុំនៅលើចុងឈើគឺគាត់យករបៀបនេះណាបងប្អូន
បន្ទាប់ពីកាត់ក្បាលទឹករបស់វាដាក់ចូលកូនធុងបេត្រូលរួចហើយគឺបងដង្ខៅគាត់អត់នៅយូរទេបងប្អូនគឺបញ្ញាបញ្ញាប់រស់រាន់ចុះពីលើដើមឈើឲ្យបានលឿនបំផុតព្រោះថាគប់ដែលកំពុងតែកាន់នៅដៃផ្សែងហុយហ្នឹងគឺចិត្តឆេះអស់ហើយបងដង្ខៅពេលដែលគាត់ចុះមកវិញក៏ប្រាប់ខ្ញុំថាគាត់ហត់ឡើងដើមឈើមួយដើមនេះហត់ព្រោះដើមឈើមួយដើមហ្នឹងវាធំហើយខ្ពស់ហ៎បងប្អូនហើយនៅពេលដែលខ្មុំគាត់កាត់ក្បាលទឹកគាត់អីបានអញ្ចឹងទៅគាត់យកមកឲ្យខ្ញុំច្បាច់ខ្ញុំកូនពៅចូលក្រុមក្រោយគេឆ្នាំហ្នឹងបងប្អូនអញ្ចឹងតួនាទីរបស់ខ្ញុំក្នុងក្រុមគឺច្បាច់ដុំក្បាលទឹកខ្មុំសមាជិកកូនពៅចូលក្រុមក្រោយគេឲ្យច្បាច់ដុំក្បាលទឹកខ្មុំអញ្ចឹងឯងណែបងប្អូនដុំក្បាលទឹកខ្មុំមកសវុកនេះសំណំល្អបងប្អូនអើយមើលទៅខាប់ល្អហើយពណ៌អត់លឿងទេពណ៌ក្រហមសម្រាប់មកសបុកនេះខ្ញុំសង្កេតមើលឃើញថាវាខាប់ជាងសបុកផ្សេងខាប់ជាងសបុកមុនដែលខ្ញុំធ្លាប់យកបងប្អូនតែខាប់នេះមិនមែនខាប់លក្ខណៈខាប់ទៅដឹសដោយបងប្អូនចង់បានលើសនឹងទេខាប់ស្ថានភាពខាប់ដោយបងប្អូនបានឃើញនៅក្នុងវីដេអូអញ្ចឹងគឺខាប់ប៉ុណ្ណឹងណាបងប្អូនយើងទៅមើលទៅខាមកបើកមើលទឹកខ្មុំព្រៃចង្អេណាបងប្អូនសម្បុកខ្លះជូនខាប់សម្បុកខ្លះជូនរាវវាមិនមែនរាវទាំងអស់ហើយក៏វាមិនមែនខាប់ទាំងអស់ដែរនេះបងប្អូនសម្បុកទី1ដែលបងដង្ខៅឡើងយកគឺបានទឹកប៉ុណ្ណឹងបងប្អូនហើយទឹករបស់គេវិញឡើងពណ៌ក្រហមឆ្អិនឆ្អៅឈ្ងុយមែនតើហ្មងដើរព្រៃរកខ្មុំមកហត់ណាស់បងប្អូនអញ្ចឹងហើយនៅពេលដែលដង្ខៅយកខ្មុំបានគឺពួកយើងតែងតែច្បាច់ទឹកខ្មុំនៅនឹងព្រៃនឹងតែម្ដងអត់មានចាំដល់ផ្ទះហើយបានយកទៅច្បាច់នៅផ្ទះទេត្រឡប់ពួកក្រុមរបស់ខ្ញុំហ្នឹងគឺយកទាំងណាច្បាច់ត្រង់ហ្នឹងឥឡូវនេះខ្ញុំបានច្បាច់រួចហើយគឺខ្ញុំចាប់ផ្ដើមយកវាទៅច្រកចូលកានដោយច្រោះនឹងកណាត់ស្បៃមុងហើយបងប្អូនអើយខ្ញុំប្រយ័ត្នណាស់មិនហ៊ានឲ្យកពុបស្រក់មកតំណក់ទេនេះបងប្អូនខ្មុំសម្បុកទី1គឺទទួលបានទឹកខ្មុំកន្លះកូនកានឥឡូវនេះយើងចូលដល់សបុកទី2ម្ដងចាំមើលទាំងអស់គ្នាថាខ្មុំសបុកទី2ហ្នឹងយើងទទួលបានទឹកប្រមាណណ៎អំបែងមិញហ្នឹងគឺក្រុមរបស់ខ្ញុំម្នាក់ទៀតគឺគាត់បានរកឃើញខ្មុំមកសបុកហើយដូរដង្ខៅឡើងយកម្ដងលើកនេះសបុកទី2នេះគឺដូរដង្ខៅបងដង្ខៅម្នាក់នេះបងប្អូនគាត់រកខ្មុំ10 20ឆ្នាំហើយអាចនិយាយបានថារបររកខ្មុំគឺជាអាជីពរបស់គាត់តែម្ដងខ្មុំមកសបុកនេះគឺទុំនៅនឹងដើមមៀនព្រៃហើយទំហំរបស់វាឡើងទូចស្លីបបងប្អូនអើយបងដង្ខៅចាប់ផ្ដើមប្រើគប់បោះមេរបស់វាចេញឃើញសាច់ដឹងមានកូនសាច់ផងហ្នឹងបងប្អូនអត់មានសាច់ទេសាច់ឡើងវាដកកូនអស់ហើយបងប្អូនបានអាកន្លែងចុងផ្លិតវាបន្តិចហើយមានតែក្បាលទឹកទេខ្មុំមកសបុកនេះណបងប្អូនអើយខ្មុំសបុកទី2នេះទំហំទូចឆ្ញាច់សម្រាប់បងដង្ខៅគឺគ្មានអីគួរឲ្យខ្លាចទេស៊ីផុយគ្មានអីគួរឲ្យខ្លាចទេបងប្អូនប៉ុន្តែទៅមើលកម្មាគាត់ពាក់លើក្បាលវិញរុំឡើងចិត្តដូចខ្មោចម៉ាមីហើយខ្មុំមកសបុកនេះទូចតែមៀតទេប៉ុន្តែកាចសាហាវបងពួកខ្ញុំនៅក្រោមនឹងភ្នែករត់ចែកជើងគ្នាតើខ្មុំវាតូចដល់ពេលក្បាលទឹកវាតូចទៅតាមនឹងដែរឥឡូវនេះបងខ្ញុំគាត់បានកាត់រួចហើយបងប្អូនអើយបើការ៉ុបធុងមកទូចបោះកែមែនឡើងទូចស្លាវនេះបងប្អូនមកសបុកមាញ់ថាខំចឹងអញខ្មុំមកសបុកនេះទឹករាវក៏ខ្លោកបងប្អូនហើយអានេះដុំក្បាលទឹកវាជាប់ជាមួយនឹងផ្លិតខំមកពេញប៉េះទៀតហ្នឹងមួយទៅខំមកយកមកនេះហើយនិយាយទៅអានេះខ្ញុំនេះបងប្អូនខ្មុំសបុកទី2គឺយើងទទួលបានទឹកប៉ុណ្ណឹងអាយយតិចខ្លាំងមែនតែនរួចថ្លៃកម្លាំងពលកម្មដែរអត់នឹងតិចយ៉ាងហ្នឹងតិចប៉ុន្តែទឹកគេល្អបងប្អូននេះលឿងបែកលឿងក្រហមបែកលឿងបន្ទាប់ពីច្របាច់ស្អាតហើយខ្ញុំក៏ចាក់ទឹករបស់វាចូលក្នុងកានលាយជាមួយនឹងសបុកទី1មិញខ្មុំមកវាគឺជាអ្នកផលិតទឹកដ៏ឈ្ងុយឆ្ងាញ់ប៉ុន្តែចុងក្រោយវាត្រូវស្លាប់ដោយសារទឹកខ្លួនឯងនេះបងប្អូនមើលលងទឹកខ្លួនឯងទឹកខ្មុំលាយជាមួយនឹងអាសបុកទី2នេះមើលទៅសំណំគ្រាន់ដែរកន្លះកូនកានបងប្អូនអើយដំណើរការនៃការយកខ្មុំរបស់ពួកខ្ញុំគឺអញ្ចឹងបងប្អូនយកទាំងណាច្បាច់ទាំងនឹងឥឡូវនេះពីសបុកគឺបានកន្លះកូនកានសំណំដែរឥឡូវបងប្អូនទាំងអស់គ្នាចាំមើលសបុកទី3ចាំមើលថាតើបានទឹកប្រមាណលីត្រណោះសបុកទី3ក្បាលតិចដល់ក្លៀកចូលដល់សបុកខ្មុំទី3នេះអាកាសធាតុមេឃចាប់ផ្ដើមភ្លៀងរលឹមយកគ្នាបដ ாய் បងប្អូនបងដង្ខៅខ្ញុំគាត់ស្លឹងមើលសបុកខ្មុំហើយគាត់
បារម្ភអង្គុយគិតថាយ៉ាសង្ស័យឡើងយកអត់បែកយ៉ាមិនធ្លាក់ភ្លៀងចឹងប៉ុន្តែគាត់ថាគាត់សាកល្បងសិនព្រោះដើរហត់ហើយមិនយកគឺមិនកើតហើយចំពោះរបៀបធ្វើគប់វិញគឺក្រុមរបស់ខ្ញុំធ្វើរដងគឺប្រើជាមួយនឹងស្លឹកខេម៉ានឹងឯងព្រោះស្លឹកប្រភេទនេះវាជួយឲ្យផ្សែងរបស់គប់ហ្នឹងវាមានផ្សែងល្អបងខ្ញុំគាត់ចាប់ដើមចងជាមួយនឹងវល្លិខ្វាច់ចំណែកតាខ្ញុំវិញក៏គាត់ជួយម្ដាយមួយជើងម្នាក់អីអញ្ចឹងណាហើយអ្នកផ្សេងទៀតអង្គុយញ៉ាំអង្គុយមើលដូចខ្ញុំជាដើមគឺអង្គុយមើលអត់ធ្វើអីទេតូនទេរបស់ខ្ញុំការងារខ្ញុំគឺចាំតែអង្គុយច្បាច់ទឹកឃ្មុំទេណែបងប្អូនមេឃធ្លាក់ភ្លៀងមករលឹមស្រេកណាឃ្មុំវិញកំពុងតែលោតព្រឹកដោយសារតែវាធំក្លិនផ្សែងនោះបងរបស់ខ្ញុំឡើងទៅហើយអង្គេស្ដុកទៀតណាបងប្អូនតសល់ខ្លួនតសល់ចោះតសល់ឡើងដល់លើរបស់គាត់ហ្មងហើយឃ្មុំចាប់ផ្ដើមបែកបដាហើយវ៉ាវសបុកទី3នេះនិយាយពីថាធំវែងហ្មងណាសបុកវាចាស់ខ្លះឲ្យតែគាត់ឃើញឃ្មុំធំវែងអញ្ចឹងគាត់មិនមែនហៅឃ្មុំចអេទេគាត់ហៅឃ្មុំទៅជាដំរីហូយបងប្អូនហើយឃ្មុំសបុកទី3នេះនិយាយពីថាសាច់សខ្ចីញែងហ្មងសទាំងក្បាលទឹកសទាំងសាច់អាយយមកសបុកនេះល្អណាស់បងប្អូនអើយផ្អែមមាត់នៅខាងចុងវីដេអូហ្មងសម្រាប់ឃ្មុំសបុកទី3នេះមិនចាំយូរទេបងដង្ខៅគាត់ចាប់ផ្ដើមយកកបិតកាត់លំអងរបស់វាចេញដោយយើងយកទៅសាច់ហើយនឹងក្បាលទឹកអូក្បាលទឹកឡើងសប៉ែតបងប្អូនគាត់ចាប់ផ្ដើមដាក់ដោតធុងហើយកាត់ខ្វាច់តាមផ្លែតបានបដ ாய் បងប្អូនមើលតែមេឃ្មុំទៅបើបងប្អូនបាននៅចិត្តផ្ទាល់វិញដឹងតែរត់ចែកជើងគ្នាពេញព្រៃហីមកសបុកនេះកំពូលបហាកាចជាង2សបុកមុនទៀតបងប្អូនតិចសាហាវឡើងកាមេរ៉ាមែនខ្ញុំរត់ចោលកាមេរ៉ាណាមែនណាវីដេអូពងថតនេះគឺគាត់ដាក់បញ្ឈរកាមេរ៉ាទុកចោលទេអត់បានស៊ូមថតស្អាតត្រឹមត្រូវទេបងដង្ខៅពាក្យច្រើនឲ្យតែគាត់ឡើងយកឃ្មុំគឺគាត់កម្រកាត់សាច់ណាស់បងប្អូនប៉ុន្តែនៅក្នុងវីដេអូចុងក្រោយនេះគឺឃើញគាត់មានការកាត់សាច់យេចម្លែកប្លែករបស់គាត់មែនប្រហែលជាថ្ងៃនេះគាត់ចង់ហូបសាច់ឃ្មុំហើយមើលទៅបានគាត់កាត់សាច់នឹងបន្ទាប់ពីគាត់កាត់ក្បាលទឹកហើយនឹងសាច់វារួចអស់ហើយនេះខ្ញុំក៏ទទួលធុងពីគាត់ទាំងទឹកទាំងសាច់ធ្ងន់ចំណាប់បងប្អូនអើយទទួលធុងពីគាត់ហើយយើងរត់គេចខ្លួនឲ្យលឿនកុំឲ្យសត្វឃ្មុំវាមកតាមមកដល់កន្លែងមានសុវត្ថិភាពហើយខ្ញុំឯនេះអត់មានគិតអីច្រើនទេសាច់ឃ្មុំដែលបងដង្ខៅគាត់កាត់ពីលើចុងឈើហ្នឹងមានណាខាំយកអូយបងប្អូនអើយឆ្ងាញ់ណាស់អាកាត់ថ្មីហើយញ៉ាំនេះកាត់ថ្មីញ៉ាំភ្លាមមកឆ្ងាញ់ណាស់បងប្អូនអើយសាច់ផ្អែមខ្ទិះជាតិហ្មងប៉ុន្តែខ្ញុំសាច់ឃ្មុំហូបអត់បានច្រើនទេត3 4 5ម៉ាត់អីឆ្អែតពេញពោះបាត់ដោយសារតែមួយម៉ាត់យើងដាក់ទាំងវាច្រើនអូនបានមែនឬក៏មិនបាទហើយនេះកាត់ក្លែកឃើញដុំក្បាលទឹកនៅនឹងធុងពេត្រូអាយ៉ាឃ្មុំសបុកទី3នេះធំសំណំក្រាន់បើដែរណាបងប្អូនបានទឹកឡើងច្រើនតួនាទីខ្ញុំអត់ធ្វើអីច្រើនទេបងប្អូនគឺអង្គុយចាំច្បាច់ដុំក្បាលទឹកឃ្មុំពេលបងដង្ខៅគាត់រកឃ្មុំបានអញ្ចឹងបានក្បាលទឹកមកខ្ញុំអ្នកអង្គុយច្បាច់ឃ្មុំសបុកទី3នេះមិនដឹងទៅវាយកផ្កាព្រៃអីទេបងប្អូនឡើងក៏អូបឈ្ងុយឈ្ងប់មែនតែនហ្មងដឹងទេទូណាអូនេះគូតចៅទៅចៅតរនគេណាហើយលោកគ្រូទៅจะกระลิ่งอะไรขึ้นเยอะเลยหวังបងប្អូនទឹកឃ្មុំព្រៃក្នុងអំឡុងខែនេះអត់មានពណ៌លឿងទៀតទេគឺមានតែពណ៌ក្រហមឃ្មុំ3សបុកនៅក្នុងវីដេអូនេះគឺពណ៌ក្រហមទាំងអស់
បន្ទាប់ពីច្បាច់ដុំក្បាលទឹករបស់វាយកកម្មួនរបស់វាចាញ់អស់ហើយហ្នឹងគឺខ្ញុំចាប់ផ្ដើមយកទឹករបស់វាចាក់ចូលក្នុងកានដោយយើងច្រោះរាល់ដងជាមួយនឹងកណាត់ស្បៃមុខនឹងឯងទឹកឃ្មុំបើចង់ទុកឲ្យបានយូរលុះត្រាតែយើងអ្នកយកហ្នឹងគឺយកពេលយើងច្បាច់កុំឲ្យដោយលំអងច្រើនពេកតែកាលណាដោយលំអងច្រើនពេកតែកាលណាវាដោយលំអងចូលទៅក្នុងទឹកឃ្មុំច្រើនពេកទឹកឃ្មុំពេលទុកយូរធ្វើឲ្យទឹកឃ្មុំខូចទឹកឃ្មុំបើកាលណាតែចូលលំអងច្រើនពេកវាធ្វើឲ្យទឹកឃ្មុំឡើងជូរប៉ុន្តែបើសិនជាទឹកឃ្មុំនឹងអត់មានជាតិលំអងទឹកឃ្មុំនឹងគឺទុកបានរាប់ឆ្នាំអត់ខូចទេគ្រាន់តែថាវាប្រែប្រួលពណ៌វាបដូរពីពណ៌ក្រហមបដូរពីពណ៌លឿងទៅជាពណ៌ខ្មៅក្រឹបហ្មងនៅពេលដែលយើងទុកវាយូរឆ្នាំណាបងប្អូនហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូឃ្មុំ3សំបុកបានទឹកប្រមាណលីត្រហ្នឹងដូចបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងគឺបានទឹកមួយកូនកានហើយមួយកូនកាននេះចំណុះគឺស្មើនឹង10លីត្រអញ្ចឹងសរុបទៅសរុបមកឃ្មុំ3សំបុកជាមធ្យមគឺពួកខ្ញុំទទួលបានទឹកឃ្មុំចំនួន10លីត្រឃ្មុំ3សំបុកទទួលបានទឹកឃ្មុំជាមធ្យមចំនួន10លីត្រហើយខ្ញុំក៏យកឲ្យតាដាក់ច្រកចូលក្នុងបេដែលគាត់ច្នៃធ្វើជាកាតាបស្ពាយខាងក្រោយខ្នងហើយបេសកកម្មរកឃ្មុំរបស់ខ្ញុំគឺត្រូវបានបញ្ចប់ហើយណាបងប្អូនឃ្មុំ3សំបុកគឺទទួលបានទឹកឃ្មុំជាមធ្យមចំនួន10លីត្រនៅក្នុងវីដេអូនេះខ្ញុំផ្ញើជូនទៅដល់អ្នកដែលខមមិនថាខ្ញុំសម័យនេះហើយទៅរករបស់ធម្មជាតិមកពីណាឥឡូវបានឃើញនៅក្នុងវីដេអូមួយនេះហើយសង្ឃឹមថានឹងឈប់ខមមិនឡើយនេះបងប្អូនបេសកកម្មយកឃ្មុំរបស់ពួកយើងគឺត្រូវបានបញ្ចប់ហើយពួកយើងក៏នាំគ្នាត្រឡប់ទៅផ្ទះវិញបានទឹកឃ្មុំចំនួន10លីត្រហ្នឹងមុខម្នាក់គឺថារិចដូចគ្រាប់ជីសបាយរីករាយនោះព្រោះថារកឃើញឃ្មុំដូចឃើញលុយអញ្ចឹងតែប៉ុណ្ណេះទៅផ្ទះវិញបានលុយចាយហើយព្រោះរកឃ្មុំបានហ្នឹងហើយបងប្អូនទាំងអស់គ្នាវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងនោះទេអរគុណដល់បងប្អូនទាំងអស់គ្នាខ្លាំងមែនទែនសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយបងប្អូន